កើតមកក្រកុំតូចចិត្តអីដើរតាមជំហានតូចបែបជប៉ុនជីវិតអ្នកមិនតូចទេខ្ញុំប្រញាប់ខ្លាំងណាស់ត្រូវតែធ្វើការឲ្យបានលឿនបំផុតដើម្បីទៅជួបអតិថិជនរបស់ខ្ញុំតាមការណាត់ជួបគ្នានៅម៉ោង 10 ព្រឹកនេះតែឥឡូវនេះម៉ោង 9:50 នាទីទៅហើយអូមែនខ្ញុំមានផ្លូវកាត់ធ្វើការឆាប់ហើយលឿនទៀតលុះដល់ល្ងាចឡើងអ្នកមានអារម្មណ៍ថាខ្ញុំអស់កម្លាំងខ្លាំងណាស់ព្រះអើយនេះជារបៀបមួយដែលមនុស្សសពថ្ងៃកំពុងតែរស់នៅប្រើជីវិតជាប្រចាំថ្ងៃនិងទាំងរបៀបធ្វើការងារនិងការរកស៊ីជាដើមហើយងាយជួបប្រទះកើតបញ្ហាជំងឺផ្លូវចិត្តខ្លាំងណាស់តើធ្វើរបៀបណាដើម្បីឲ្យអ្នកអាចរស់នៅតាមរបៀបលំហូរចិត្តបាននោះចម្លើយវិញនោះគឺងាយណាស់គឺផ្ដើមពីតូចរីកទៅធំដោយផ្ដើមពីជំហានតូចតែបោះជំហានទៅបានវែងឆ្ងាយការរស់នៅតាមលំហូរចិត្តគឺជាការរស់នៅតាមដំណើរធម្មជាតិពីដំណាក់មួយឈានទៅដំណាក់មួយទៀតដោយជំហានតូចសន្សំនេះបើតាមគោលការណ៍របស់លោកស្រីសារ៉ាហាវ៉ៃជាអ្នកនិពន្ធសៀវភៅ Kaizen ពីអាត់កំបាំងរបស់ជប៉ុនជួយការផ្លាស់ប្ដូរអ្វីដោយចាប់ផ្ដើមចេញពីជំហានតូចទៅកាន់គោលដៅធំឲ្យសម្រេចបានមិនថាបញ្ហាសុខភាពលុយកាក់ការទំនាក់ទំនងអាជីពការងារនិងការរៀបចំបុគ្គលិកនោះទេហើយលោកស្រីបានលើកឡើងថាទស្សនវិជ្ជា Kaizen មានសមត្ថភាពជួយកែប្រែជីវិតរបស់អ្នកដោយជំហានតូចជាច្រើនមុខសម្រេចបានតាមក្តីស្រមៃដើរតាមជំហានតូចមែនតែរឹងមាំជាងអ្នកបោះជំហានតាមមហាលូតផ្លោះហើយឆាប់ដួលដាច់ផ្ងាទៅវិញនេះជាដំណើរតាមលំហូរចិត្តដោយកើតចេញពីការបោះដំណើរតាមជំហានតូចដើម្បីកែប្រែលទ្ធផលនៃជីវិតខ្ញុំជឿថាអ្វីអាចសម្រេចបានលទ្ធផលធំគឺមានដើមកំណើតពីជំហានតូចពីមួយថ្ងៃទៅមួយថ្ងៃពីមួយម៉ោងទៅមួយម៉ោងជាប្រចាំថ្ងៃរៀងរាល់វិនាទីរហូតតើអ្នកចង់បានសុខភាពរឹងមាំមែនទេអ្នកមិនអាចហាត់ប្រាណក្នុងមួយថ្ងៃមានសុខភាពល្អរយៈពេល10ឆ្នាំនោះទេប៉ុន្តែហាត់ប្រាណពីមួយថ្ងៃទៅមួយថ្ងៃរយៈពេល10ឆ្នាំលទ្ធផលចេញមកគឺអ្នកឈឺគ្មានជំងឺគ្មានបញ្ហាផ្លូវចិត្តនិងមានអាយុវែងថែមទៀតផងអ្នកមិនអាចរកស៊ីមួយខែដេកចាយមួយឆ្នាំបាននោះទេភាពមានបានកើតចេញពីការរកស៊ីមួយថ្ងៃទៅមួយថ្ងៃដោយការសន្សំសំចៃចំពោះការពង្រឹងផ្លូវចិត្តមិនមែនឲ្យអ្នកជួបការលំបាកតែម្ដងឬមួយឆ្នាំហើយអ្នករឹងមាំអស់មួយជីវិតនោះទេគឺកើតចេញពីជំហានតូចដោយការអានសៀវភៅការស្ដាប់ការសន្សំចំណេះដឹងនិងរៀនពីការគិតដើម្បីពង្រឹងគំនិតបន្ថែមរួចហើយយកគំនិតទាំងអស់ហ្នឹងយកមកគិតដោះស្រាយបញ្ហាជាប្រចាំថ្ងៃសរុបឲ្យខ្លីគឺថាភាពរឹងមាំយូរអង្វែងចាំបាច់ត្រូវតែព្យាយាមអភិវឌ្ឍខ្លួនជាប្រចាំដោយជំហានតូចនេះឯងនៅក្នុងដំណើរការជំហានតូចនេះត្រូវការរឿងពីរយ៉ាងទី1ពេលវេលាសន្សំនិងទី2ព្យាយាមធ្វើការជាប្រចាំថ្ងៃធ្វើរឿងទាំងពីរនេះប្រចាំថ្ងៃនឹងជួយកែប្រែលទ្ធផលជីវិតពីក្រទៅមានពីបញ្ហាផ្លូវចិត្តទៅជាភាពរីករាយពេលអ្នកយល់ពីជីវិតថាជីវិតរបស់ខ្ញុំគ្មានដំណើរការផ្លូវកាត់ទេមានតែដំណើរការពីជំហានតូចតែប៉ុណ្ណោះហើយអ្នកនឹងមានអារម្មណ៍ថាស្ងប់ចិត្តក្នុងការប្រើជីវិតពីមួយថ្ងៃទៅមួយថ្ងៃមានសុភាសិតជប៉ុនមួយបានពោលថាជំងឺដាច់សរសៃឈាមខួរក្បាលតូចជាច្រើនត្រូវបានដាច់ក៏ដូចជាដើមឈើធំមួយដួលក៏ព្រោះតែការកាប់អស់ជាច្រើនពូថៅអត្ថបទបង្កប់នៅក្នុងគំនិតមួយនេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថារាល់បញ្ហាធំដុះចេញមកគឺកើតចេញពីបញ្ហាតូចជាច្រើនរួមដៃបញ្ចូលគ្នាការផ្លាស់ប្ដូរជីវិតរបស់អ្នកក៏ដូចគ្នាដែរកុំប្រញាប់កុំព្យាយាមខំពេកនិងកុំហ៊ានបែបខំពេកគឺអ្នកត្រូវហាត់ចិត្តដើរដោយជំហានតូចតាមក្តីស្រមៃដោយខំព្យាយាមហាត់ប្រាណថែរាងកាយខំអានសៀវភៅនិងស្ដាប់ដោយថែគំនិតនិងខំរក្សាក្តីស្រឡាញ់ដើម្បីថែបេះដូងពេលអ្នកធ្វើបែបនេះជាប្រចាំថ្ងៃក៏ដូចជាអ្នកកំពុងបណ្ដុះគ្រាប់ពូជលទ្ធផលតូចឲ្យរីកធំឡើងទាំងផ្លូវចិត្តរឹងមាំលុយក៏កើនអាជីវកម្មក៏រីកធំនិងទំនាក់ទំនងស្មោះត្រង់ក៏កើនឡើងហើយជីវិតរបស់អ្នកនឹងមានក្តីសុខដោយការផ្លាស់ប្ដូរចេញពីជំហានតូចនេះឯង